បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរគឺខ្ញុំមានប្រធានបទថ្មីមួយទៀតចង់មកចែករំលែកពុកម៉ែបងប្អូនទាំងអស់គ្នាប្រធានបទរបស់យើងថ្ងៃនេះគឺយើងនិយាយអំពីការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវនៅលើដំណាំស្រូវ OM5154 ហើយកាលពីវីដេអូមុនក៏ខ្ញុំបានបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នារួចរាល់ហើយថាតើដំណាំស្រូវ OM5154 ចន្លោះពីអាយុ40ទៅ50ថ្ងៃហ្នឹងថាតើយើងគួរតែប្រើប្រាស់នៅពពួកជីបំពន់ឬក៏ថ្នាំជំងឺថ្នាំដង្កូវអ្វីខ្លះនៅក្នុងដំណាក់កាលនេះហើយនៅក្នុងវីដេអូនេះបន្ទាប់នេះដែរគឺខ្ញុំបង្ហាញពុកម៉ែបងប្អូនទាំងគ្នាការប្រើប្រាស់ថ្នាំនៅចន្លោះស្រូវអាយុពី55ថ្ងៃទៅ65ថ្ងៃនៅលើដំណាំស្រូវ OM5154 ជាទូទៅដំណាំស្រូវ OM5154 ចន្លោះអាយុពី55ទៅ65ថ្ងៃវាជាពេលវេលាមួយដ៏ល្អដែលពុកម៉ែបងប្អូនទាំងគ្នាគួរតែបាញ់នៅពពួកជីបំពន់ចូលហើយជីបំពន់របស់យើងនេះគឺដំណាក់កាលនេះគឺយើងគួរតែប្រើប្រាស់នៅជីបំពន់វគ្គ2ផងដែរហើយថ្នាំបន្ទាប់ទៀតដែលយើងគួរតែប្រើប្រាស់នៅក្នុងវគ្គនេះគឺប្រភេទជីបំពន់ដែលសម្បូរទៅដោយពពួកមីក្រូសារធាតុច្រើនគឺសម្បូរទៅដោយតេអ៊ឺច្រើនពុកម៉ែបងប្អូនទាំងគ្នាគួរតែបាញ់បូកបញ្ចូលគ្នាឬក៏ម្យ៉ាងវិញទៀតពុកម៉ែបងប្អូនទាំងគ្នាអាចបូកជាមួយនឹងពពួកស៊ីវីតក៏បានពពួកអាតូនិកក៏បាននៅស្រូវអាយុប៉ុណ្នេះដើម្បីជួយបង្កើននៅគុណភាពថ្នាំក៏ដូចជាជួយឲ្យស្រូវរបស់យើងនឹងគឺលូតលាស់បានល្អហើយស្រូបយកនៅពពួកសារធាតុចិញ្ចឹមផ្សេងបានល្អផងដែរហើយថ្នាំបន្ទាប់ដែលពុកម៉ែបងប្អូនទាំងគ្នាប្រើនេះថ្នាំបន្ទាប់នេះគឺពពួកសត្វល្អិតជាទូទៅនៅចន្លោះអាយុប៉ុណ្ណេះដំណាំស្រូវរបស់យើងច្រើនតែមាននៅពពួកសត្វល្អិតដូចជាពពួករុយសឬក៏ពពួកមមេត្នោតឬក៏មមេឃីវជាដើមអញ្ចឹងហើយពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់នៅថ្នាំសត្វល្អិតដើម្បីបាញ់ការពារឬក៏កម្ចាត់នៅពពួកសត្វល្អិតដែលវាកើតមាននៅលើដំណាំស្រូវនៅក្នុងដំណាក់កាលនេះហើយជាទូទៅសារធាតុថ្នាំនៅដំណាក់កាលនេះពុកម៉ែបងប្អូនទាំងគ្នាអាចប្រើជាមួយនឹងពពួកថ្នាំសត្វល្អិតដែលមានសារធាតុដូចជា Dinotefuran បូកជាមួយនឹងPemetrexed ឬក៏ Niteperam បូកជាមួយនឹង Pemetrexed ក៏បានដែរឬក៏អាចប្រើពពួក Imidacloprid ដែលជាពពួកប្រភេទម្សៅឬក៏ថ្នាំសត្វល្អិតដែលមានសារធាតុដូចជា Thimetosam បូកជាមួយនឹង Lambda Cyhalothrin ក៏បានដែរហើយថ្នាំបន្ទាប់ដែលជាថ្នាំចុងក្រោយនេះគឺពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់នៅថ្នាំជំងឺជាទូទៅនៅពេលដែលស្រូវអាយុប៉ុណ្ណេះពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់នៅពពួកថ្នាំជំងឺការពារនៅពពួកផ្សិតឬក៏ពពួកបាក់តេរីហើយជាទូទៅថ្នាំជំងឺពពួកផ្សិតការពារដូចជាជំងឺរលាកកគួរឬក៏អុចគ្រាប់ជាដើមហើយបន្ថែមលើនេះផងដែរពពួកថ្នាំជំងឺដែលនៅដំណាក់កាលនេះដែលយើងអាចប្រើប្រាស់បានពុកម៉ែបងប្អូនទាំងគ្នាអាចប្រើនៅពពួក Propiconazole បូកជាមួយ Difenoconazole ក៏បានឬក៏ពុកម៉ែបងប្អូនទាំងគ្នាអាចប្រើនៅពពួក Tricyclazole បូកជាមួយនឹង Hexaconazole ក៏បានហើយមួយទៀតអាចប្រើនៅពពួក Azoxystrobin បូកជាមួយនឹង Difenoconazole ក៏បានដែរពីព្រោះអីថ្នាំទាំងអស់នេះវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារនិងព្យាបាលជំងឺដែលបង្កឡើងដោយពពួកផ្សិតដូចជាជំងឺរលាកកគួរឬក៏ជំងឺអុចគ្រាប់ឯនោះជាដើមហើយថ្នាំបាក់តេរីនៅក្នុងដំណាក់កាលនេះក៏ពុកម៉ែបងប្អូនទាំងគ្នាគួរតែបាញ់បូកចូលដែរចំពោះថ្នាំបាក់តេរីពុកម៉ែបងប្អូនទាំងគ្នាអាចប្រើត្រឹមតែ Oxin Cooper បូកជាមួយនឹង Casugamicin ក៏បានឬក៏ Thiocin Cooper ក៏បានឬក៏ពពួក Streptomycin បូកជាមួយនឹង Oxalic acid ក៏បានដែរនៅក្នុងដំណាក់កាលនេះហើយថ្នាំទាំង4ប្រភេទនេះនៅក្នុងស្រូវអាយុចន្លោះពី55ទៅ65ថ្ងៃគឺពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់ទៅដើម្បីធ្វើឲ្យដំណាំស្រូវរបស់យើងទទួលបាននៅទិន្នផលខ្ពស់ហើយដំណាំស្រូវរបស់យើងពេលដែលវាផើមទៅវាអាចនឹងផើមធំហើយក៏គួរដែលវាចេញមកស្អាតហើយវាមិនមានបង្កជំងឺ
ផ្សេងផងដែរហើយជាចុងក្រោយក៏ខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនទាំងគ្នាកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីផងដែរដែលខ្ញុំនឹងធ្វើការចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាអំពីរបៀបក្នុងការប្រើប្រាស់ថ្នាំឬក៏ចំណេះដឹងបទពិសោធន៍ផ្សេងហើយនៅវីដេអូបន្តទៀតគឺខ្ញុំនឹងធ្វើការបង្ហាញជូនពុកម៉ែបងប្អូនទាំងគ្នាបន្ថែមទៀតអំពីការប្រើប្រាស់ថ្នាំនៅលើដំណាំស្រូវ OM5154 នេះផងដែរគឺចន្លោះពីអាយុខ្ទង់70ទៅ85ថ្ងៃថាតើចន្លោះពីអាយុ70ទៅ85ថ្ងៃហ្នឹងពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់នៅថ្នាំអ្វីដើម្បីឲ្យស្រូវរបស់យើងហ្នឹងគឺវាមានសុខភាពល្អក្របស្រូវរបស់យើងចេញមកស្អាតហើយបន្ថែមលើនេះទៅទៀតហ្នឹងគឺស្រូវរបស់យើងទទួលបាននៅទិន្នផលខ្ពស់អីជាដើម